នេះបាតជើងយើងណាបងប្អូនណាបាតជើងយើងទាំងមូលដូច្នេះហើយយើងយកដៃសកត់វាចុចវាអត់ដល់ទេណាបងប្អូនណានេះឧបករណ៍ផលចំបាត2នេះដើម្បីយើងចុចឲ្យចំពងប្រើឧបករណ៍ទាំងពីរនេះបាទណាបងប្អូនណាចាប់ផ្ដើមខ្ញុំធ្វើបងប្អូនមើលមួយយើងចុចចំកន្លែងនេះកន្លែងនេះវាមានចង្អូមួយណាបងប្អូនណាកន្លែងនេះមានចង្អូយើងចុចចំពីលើចង្អូហ្នឹងយើងកុំដាក់ចំកន្លែងចង្អូខិតមកលើបន្តិចណាបងប្អូនណាយើងសកត់ឲ្យធ្ងន់ដៃបន្តិចក្តៅឆាយទៅដល់នេះយើងទុកឲ្យនឹងឲ្យបាន1នាទីឬក៏30សេកុងទី2វារត់ឆាយវារត់បច្រាស់មកវិញខ្យល់វារត់បាទ1យើងដកពីនឹងមកយើងចាប់ផ្ដើមចំច្បែបនេះឃើញចោច្បែបមីជើងយើងនេះនេះយើងដាក់ចំនឹងនេះក្តៅឆាយរហូតបច្រាស់មកវិញហើយឃើញទេបងប្អូនបាទកន្លែងនេះនេះចុចចំកន្លែងហ្នឹងនេះហើយបានបន្ទាប់មកកែងជើងយើងប្រអប់កែងជើងយើងទាំងមូលនេះយើងយកចំពងកដាលចុចឲ្យចំបាទឃើញក្តៅឡើងស្ឺទៅហ្មងបងប្អូនធ្វើដូច្នេះបានមានអារម្មណ៍ថាវាយ៉ាងម៉េចបាទបងប្អូនអាចយក2តែម្ដងមិនមែនយក1ទេណាយក2ដូច្នេះហើយបងប្អូនអាចចុចចំកន្លែងនេះបាទនេះបងប្អូនចុចចំកន្លែងនេះហើយបងប្អូនដកពីកន្លែងហ្នឹងមកបងប្អូននេះកូនជើងចុចចំកន្លែងកូនជើងយើងបាទហើយផ្ងាជើងនាងមកចុចចំឲ្យថ្លើមជើងនេះបើសិនណាមានអាការៈធីងថងស៊ីសើក៏បាត់ដែរណាសូមជម្រាបវិធីងាយបន្ទាប់មកនៅលើបាតដៃយើងជំហានទី1យើងធ្វើលើបាតជើងរួចហើយឃើញតែជើងយើងក្តៅហើយបាត់ស្ពឹកហើយឃើញទេបាត់ស្ពឹកបាត់ផ្សាបាត់ជន់អីដូចជាស្ពឹកពាក់ស្បែកជើងអត់ដឹងស្បែកជើងបងប្អូនអាចចុចតាមនេះយើងកុំចុចយកកន្លែងហ្នឹងយើងចុចខាងលើនេះយកពងចំពាក់កណ្ដាលពងខាងលើបាទយើងចុចកន្លែងហ្នឹងទៅឃើញវាអ៊ូលទេក្តៅឆាវតែម្ដងបន្ទាប់មកយើងចុចយកចំពាក់កណ្ដាលកញ្ចៅដៃយើងនេះនេះជាមេដៃយើងយកចំពាក់កណ្ដាលកញ្ចៅចុចវាចំស្រួតឆាវទៅហ្មងបាទបន្ទាប់មកណាបងប្អូនណាបន្ទាប់មកនេះចង្អូដៃយើងនេះយើងចុចយកចំកន្លែងហ្នឹងបងប្អូននឹងមានអារម្មណ៍ថាយ៉ាងម៉េចដឹងហើយបងប្អូនណាអាសាចុករួយដៃណាកាហាយបាតដៃកាន់ស្អីទៅអត់សូវជាប់ច្រើនតែកាន់ទៅជ្រុះវិញបងប្អូនអាចចុចតាមនេះខ្ញុំបានបងប្អូនដកបាត់ស្ពឹកបាត់ចុកបាត់រយឃើញទេបងប្អូនឃើញទេបាត់ស្ពឹកបាត់ចុកបាត់រយភ្លាមមកពេចហ្នឹងលំអិតម្ដងទៀតណាបងប្អូនណាជំហានទី1លើបាតដៃបងប្អូនកុំចុចចំថ្លើមដៃហាមចុចវងម្ដុំថ្លើមដៃហ្នឹងក្នុងវងនេះតំបន់ហាមខាត់បាទយើងចុចខាងលើឃើញទេចាប់ផ្ដើមដាក់ចូលឲ្យធ្ងន់ដៃបន្តិចបងប្អូនមានអារម្មណ៍ដឹងហើយដាក់ទៅមានអារម្មណ៍ដឹងស្រួតដេញឆាវមកឡើងលើវិញកុំឲ្យបងប្អូនរសាស្ពឹកដៃស្ពឹកជើងអីហ្នឹងណាបាទស្ពឹកដៃហ្នឹងណាបាទហើយបងប្អូនចុចមកចំកញ្ចៅដៃនេះមេដៃយើងបាទយើងจะចំពងកញ្ចៅដៃបងប្អូនអាចចុចឲ្យចំហ្នឹងបងប្អូននឹងមានអារម្មណ៍ថាវាយ៉ាងម៉េចហើយបាទបន្ទាប់មកយើងដកពីហ្នឹងមកនេះកន្លែងចង្អូដៃកណ្ដាលនិងដៃចង្អុលចំកន្លែងពាក់កណ្ដាលចង្អូហ្នឹងមកយើងចុចចំកណ្ដាលនេះបាទដាក់ទៅក្តៅស្រួតដេញទៅវិញមកអូយស្រួលណាបងប្អូនអើយហើយចាប់ផ្ដើមយើងដកមកឃើញទេបាត់ស្ពឹកបាត់ចុកបាត់រោយងាយមែនតើណាបងប្អូនណាចែកម្លែកវីដេអូឃ្លីបមួយនេះដើម្បីជាចំណេះដឹងបាទសេចក្តីពូមេត្តាយើងយល់អធិស្ឋានដល់ខ្ញុំបាទជាសុភេ